បាទសូមជម្រាបសួរនៅក្នុងមេរៀននេះយើងនឹងបង្ហាញអំពីវិធីសាស្ត្រក្នុងការធ្វើ catalog ឬក៏និយាយស្រួលយល់ទៅគឺការបញ្ចូលសភៅអញ្ចឹងនៅក្នុងការបញ្ចូលសភៅនេះយើងមាន option មិនជាស្មុគស្មាញទេគឺពី3ដើម្បីយើងគ្រាន់តែបញ្ចូលឧទាហរណ៍ជាក់ស្ដែងមកដូចជាឈ្មោះរបស់សភៅឈ្មោះសភៅនេះយើងអាចដាក់ខ្មែរក៏បានអង់គ្លេសក៏បានបន្ទាប់មកគឺជាតម្លៃដែលតម្លៃនេះយើងអាចដាក់ជាដុល្លារក៏បានជាលុយខ្មែរក៏បាននឹងសម្រាប់តម្លៃនិងបន្ទាប់ទៀតគឺមាន description ឬក៏យើងនិយាយថាជា meta តារបស់សភៅឬក៏ជា abstract របស់សភៅគឺកន្លែង description ហ្នឹងនិងបន្ទាប់មកទៀតយើងមានចំណុចដូចជា keyword តាក់ទងជាមួយនឹងការបញ្ចូលពាក្យកន្លឹះសម្រាប់សភៅយើងដើម្បីឲ្យ Google ងាយស្រួលស្វែងរកនិងបន្ទាប់មកទៀតគឺតាក់ទងជាមួយនឹង status ដែលយើងអាចកំណត់បានឲ្យវាបង្ហាញឬក៏លាក់សិនអញ្ចឹងឥឡូវនេះខ្ញុំចាប់ផ្ដើមធ្វើការបញ្ចូលព័ត៌មានរបស់សភៅមាន title មានតម្លៃមាន descriptionសម្រាប់ keyword ខ្លះនេះដូចខ្ញុំបានបញ្ជាក់អញ្ចឹងគឺយើងសម្រាប់ដាក់កលឹះពាក្យកលឹះដែលវាមានតំណែងមួយសភៅហ្នឹងយើងប្រើសម្រាប់ Google Search ហើយ React Status គឺវាមាន publish និង unpublish មានថាបើយើងចង់បង្ហាញសភៅនៅលើ store យើងអាចคลิกលើពាក្យថា publish បើយើងចង់បិទសិនយើងអាចคลิกពាក្យថា unpublish ជាទូទៅ default ហ្មងគឺវាកំណត់ជា public មានថាដាក់បង្ហាញសភៅនៅលើ store យើងរីឯ thumbnail កន្លែងនេះគឺជា cover របស់សភៅហើយនៅជាប់ thumbnail ហ្នឹងយើងមានឃើញពាក្យ image ហ្នឹងគឺជារូបភាពរបស់សភៅបើស្នាជាក្នុងសភៅយើងមានរូបភាពច្រើនយើងអាចដាក់ចូលទៅក្នុង image អញ្ចឹងខ្ញុំសាក upload cover នេះគឺជា cover ដែលខ្ញុំ uploadរីឯចំណុចបន្ទាប់ទៀតគឺតាក់ទងជាមួយនឹង PDF បើក្នុងករណីសភៅយើងមានជា PDF file យើងក៏អាចកំណត់ឲ្យគេចូលទៅ download ឬក៏មើលបានដូចគ្នាអញ្ចឹងខាងក្រោមនេះគឺជាកន្លែង upload file ហើយខាងលើនេះគឺកន្លែងកំណត់សិទ្ធិដែលវាមានពាក្យថា download មានថាគេមើលឲ្យគេ download read only មានថាគេមើលបានតែគេ download បានទេតែបើសិនជាយើង click លើពាក្យ private តលតែគេ login ទើបគេអាចមើលឬ download បានអញ្ចឹងចំណុចនេះគឺมันជាពិបាកទេហើយនឹងចុងក្រោយគេគឺតាក់ទងជាមួយនឹងmeta data ឬក៏យើងនិយាយថា classification ទៅពាក្យច្រើនគឺជាព័ត៌មានលម្អិតអំពីសភៅហើយក្នុងករណីនេះយើងឃើញយើងមាន option ច្រើនតាក់ទងជាមួយនឹង ISBN DIO author publisher name year date និងតាក់ទងជាមួយនឹង grade នៅក្នុងករណីសភៅយើងសម្រាប់ថ្នាក់ដូចថាពីថ្នាក់ទី1ទី12យើងអាចកំណត់ទៅលើកន្លែង grade នេះបាននិងបន្ទាប់មកទៀតគឺយើងមានតាក់ទងជាមួយនឹង license នៅក្នុងករណីសភៅយើងមាន license យើងអាចបញ្ជាក់នៅក្នុងចំណុចនេះបានដូចគ្នាអញ្ចឹងណាតែខ្ញុំគិតថាដូចអស់ហើយខ្ញុំអាច submit បានពេលដែល submit គឺយើងអាចមកមើលលើសភៅដែលយើងបានបញ្ចូលហ្នឹងនៅខាងឆ្វេងដៃពាក្យថា item អញ្ចឹងពេលយើង click លើ item ហ្នឹងទៅយើងឃើញមានសភៅដែលយើងបានបញ្ចូលហើយបើយើងចង់ឃើញថាសភៅយើងបង្ហាញមិនយើងអាចទៅកាន់ website យើងហើយដោយសារតែសភៅដែលខ្ញុំបញ្ចូលនេះយើងមិនមែនជា member ទេជា shop ធម្មតាអញ្ចឹងវាអត់បង្ហាញនៅកន្លែង new arrival ទេចាំម្ល៉េះហើយខ្ញុំចូលទៅកាន់ publisher បន្ទាប់មកទៀតខ្ញុំនឹងទៅរកឈ្មោះshop របស់ខ្ញុំអញ្ចឹងណាអញ្ចឹង my shop របស់ខ្ញុំគឺ my printing service អញ្ចឹងពេលខ្ញុំ click លើវាយើងឃើញថាវាបង្ហាញសភៅដែលខ្ញុំបានបញ្ចូលមុនហ្នឹងអញ្ចឹងសភៅខាងក្រោមនេះគឺជាសភៅដែលខ្ញុំបញ្ចូលមុនហ្នឹងអញ្ចឹងខ្ញុំ click លើវាបាទនេះគឺជាព័ត៌មានដែលបានបញ្ចូលមុននឹងមាន title តម្លៃ description
order ហើយអ្នកដែលគាត់មើលហ្នឹងគាត់អាច click នៅលើឈ្មោះហាងរបស់ខ្ញុំផ្ទាល់ដែលជា publisher ដែរហ្នឹងណាចុចលើឈ្មោះហាងទៅវានឹងបើកទំព័រwebsite ឬក៏ shop របស់ខ្ញុំផ្ទាល់តែម្ដងអញ្ចឹងអរគុណសម្រាប់ការតាមដាន